បងឈឺអីដែរបងខ្ញុំឈឺកាពះពោះវៀននៅមេរោគក្នុងកាពះហើយនឹងអាស៊ីតស្លាក់វាជង្គង់ជាងហើយនឹងខ្លាញ់មកទៀតមិនរំបេះដូងតែការៈបងមិនបានដើរអត់កើតទេគ្រូដើររួចហ្មងដើរអត់រួចហ្មងគឺដើរអាលាក់សំបីតែនិយាយក៏អត់បានដែរគ្រាន់តែប្រែខ្លួនតិចចុកខ្មួលអូពេលគេសន្តានថាយើងអាលាកកាពះខ្លាំងតបៅយើងតបៅគ្រូគេថាយើងតបៅកាពះខ្ញុំមួយទៀតនៅជំងឺលើសឈាមមួយទៀតពេលខ្ញុំហូបថ្នាំទៅឈាមក៏ស្រួលដែរគ្រូឈាមយើងក៏ដែរពីមុនថាញ័រខ្លាំងឯដៃញ័រខ្លាំងឥឡូវរៀងគួសមបន្តិចពីមុនកាន់សាភាទៅពីមុនអូចេះញ័រអញ្ចឹងអង្គុយញ័រអញ្ចឹងអង្គុយពីមុនគាត់អស់សង្ឃឹមគ្រូអស់សង្ឃឹមឮថាចង់បញ្ចប់ជីវិតថ្នាំស្មៅនៅក្រោមផ្ទះហ្នឹងចេះទៅហើលួចផាត់ខ្ញុំចេះលើកក្រុមថ្នាំសម្រាប់ខ្លួនចាមួយទៅគាត់ថាទៅហើទៅផ្ទះពីណាមានកភ្លើងអីទៅប្លន់គេឲ្យគេបាញ់ឲ្យងាប់ហ្មងគាត់ពិបាកខ្លួនគាត់ពេកសំបីតែដេកបងឮពីមុនថាស្រក់គីឡូខ្លាំងឯងពេលឈឺគីឡូនៅសល់តែ46 47អាយ៉ាឡើងគីឡូពិតបងប្អូនបាទពីមុនឈឺសល់ហ្មង46គាត់ថាកូនអើយកូនកុំបញ្ចប់ជីវិតអីទុកមុខឲ្យកូនមើលទៅធ្វើអីមិនកើតបាននៅផ្ទះបាទគាត់នៅបានកូនហៅពុកហៅម៉ែហើយថ្នាំសមាទោសថ្នាំសម្រាប់ខ្លួនហ្នឹងទិញរួចហើយថ្នាំស្មៅបាញ់ស្មៅបាទអូនៅនេះគេហៅភូមិអីបងភូមិ4ក60ឃុំតពាំងឆេឃុំតពាំងឆេស្រុកឃុំតពាំងឆេភូមិ4ក60ស្រុកកូនមុំស្រុកកូនមុំខេត្តរតនគិរីបាទបងឈឺអីដែរបងខ្ញុំឈឺកាពះពោះវៀននៅមេរោគក្នុងកាពះហើយនឹងអាស៊ីតស្លាក់វាជង្គង់ជាងហើយនឹងខ្លាញ់មកទៀតមិនរំបេះដូងបាទខ្លាញ់250ហើយបងតពិនិត្យពេទ្យណាខ្ញុំពេទ្យគ្រប់ទាំងអស់ខេត្តរតនគិរីហើយទៅពេទ្យណាធំគឺទៅកន្លែងពេទ្យណាប៉កែទៅពេទ្យនោះមានបានទៅដល់វៀតណាមទេអត់បានទៅគ្រូបងគម្រោងរៀបចំថាកូនប្រជុំគ្នាថាលក់របស់របរយកពុកទៅវៀតណាមទៅសង់ទៅមើលវៀតណាមអញ្ចឹងណាដល់ពេលខ្ញុំបានថ្នាំហ្នឹងឲ្យយើងទៅសង់តែការៈបងមិនបានដើរអត់កើតទេគ្រូដើររួចហ្មងដើរអត់រួចហ្មងគឺដើរអាលាក់សំបីតែនិយាយក៏អត់បានដែរនិយាយកូនចៅទេមកហត់និយាយអាការៈហ្នឹងឈឺរយៈពេលប្រហែលថ្ងៃបានខែ2ឆ្នាំកន្លះ2ឆ្នាំបាទនិយាយអត់រួចដើរអត់រួចបានទេដើររួចតែយើងយកដៃទប់ចុកខ្លាំងហ៎ដើរទប់គ្រាន់តែប្រែខ្លួនតិចចុកខ្មួលអូពេលគេសន្តានថាយើងអាលាកកាពះខ្លាំងតបៅយើងតបៅគ្រូគេថាយើងតបៅកាពះបាទព្រោះមេរោគកាពះហ្នឹងពេទ្យគេថាអាប្រមិសវាហ្នឹងអាហូមវាហ្នឹងវាចាក់បាទចាក់ក្នុងហ្នឹងដល់យើងយូរព្យាបាលវាទៅជាដុំទុយអាហ្នឹងពេទ្យព្យាបាលជាណាបងដឹងទេខ្ញុំមួយទៀតនៅជំងឺលើសឈាមមួយទៀតពេលខ្ញុំហូបថ្នាំទៅឈាមក៏ស្រួលដែរគ្រូបាទឈាមយើងក៏ដែរពីមុនថាញ័រខ្លាំងឯដៃញ័រខ្លាំងឥឡូវរៀងគួសមបន្តិចពីមុនកាន់សាភាទៅពីមុនអូចេះញ័រអញ្ចឹងអង្គុយញ័រអញ្ចឹងអង្គុយមិនញ័រតែដាច់អូចាំឥឡូវលេងញ័រលេងអីហើយវាបាត់តិចទេវានៅដែរនៅតិចជាតិចទៀតពីមុនញ័រទាំងខ្លួនហ្នឹងញ័រយើងធ្វើហ្នឹងគឺចាំឥឡូវធ្វើការបានវិញឥឡូវធ្វើការបានគ្រូអញ្ចឹងហើយចូលធ្វើការនៅវាស្រែវិញបានណាជួយដីបានមហាត់ជាងហើយយ៉ាធ្វើដល់មហាត់ចាពូសើឡើងហួយមហាត់ជាងពីមុនគាត់មិនខ្លះប្តីបងបាទជុំពីមុនគាត់អស់សង្ឃឹមគ្រូអស់សង្ឃឹមឮថាចង់បញ្ចប់ជីវិតថ្នាំស្មៅនៅក្រោមផ្ទះហ្នឹងចេះទៅហើលួចផាត់ខ្ញុំចេះលើកក្រុមថ្នាំសម្រាប់ខ្លួនចាមួយទៅគាត់ថាទៅហើទៅផ្ទះពីណាមានកភ្លើងអីទៅប្លន់គេឲ្យគេបាញ់ឲ្យងាប់ហ្មងគាត់ពិបាកខ្លួនគាត់ពេកសំបីតែដេកគឺដេកគួរអត់លក់ដែរដេកគួរមិនបានហើយពេលគាត់ចូលបាត់ជើងម្ដងនឹងយូរហើយទៅពេទ្យគេសន្និដ្ឋានថាបងឯងឬដងបាតមួយទៀតអីចឹងវាមិនមែនឬដងបាតអាលាកកាពះអាលាកពោះវៀនហើយសង្ស័យដោះសាច់ក្នុងពោះវៀនទៀតគេពិបាករស់គេលែងចង់រស់ខ្លួនឯងបាច់គិតពីគេលែងចង់រស់ចាអ៊ំគាត់ឈឺខ្លាំងដែរដល់ពេលអញ្ចឹងគាត់ពិបាកខ្លួនគាត់ថាគេបញ្ចប់ជីវិតតឡូវបាត់ជើងស្រួលហើយបងក្រុមហ៊ុនលោកគ្រូនឹងមើលយូរណាបានគាត់សម្រេចចិត្តទិញអូចាំមីងឈឺដែរចាគាត់ឈឺដែរទៅបាញ់ទិញសាមញ្ញគ្រូបើខ្ញុំអត់តាន់នេះខ្ញុំថាផឹកអាថ្នាំអីស្អីគេណាស្អីមិនបាច់និយាយឈ្មោះគេទេចាយកមកលេបសាក់មើលសាក់ឲ្យអស់សិននៅសល់ប្រហែលថ្ងៃទៀតទេអូមិនបាច់តែស្ដាយអារឿងប៉ុន្មានថ្ងៃទៅបើមិនត្រូវឲ្យចោលទៅចាអូយមិនដាំភាសាទៅមកទៅយកទៅហ្នឹងឲ្យមើលថ្ងៃហ្នឹងចឹងចាអូឥឡូវចាំថតរូបបើបានចាំថតមីងឲ្យផ្ញើខ្ញុំផង
បាច់ទេគាត់តែនិយាយថាអូខ្ញុំជាឲ្យលោកគ្រូតែប៉ុណ្្នឹងផ្ញើខ្ញុំមើលផងអត់អីទេបងមើលមុខស្រស់ប្រឹមឲ្យទៅចូលទៅតែព្រោះស្រូវធ្វើស្រែបានឡើង បានវិញហើយ ជួទៀត ជួយដៃកូនហត់ទៅតាមកូនយន្តមកវិញ បានយើងមកគុំដីមកគុំមកងារមកបដោចដីវិញ អត់អីទេបងហាត់ប្រាណសុខភាពបានល្អជាយាមហាត់ប្រាណញ៉ាំឲ្យឆ្អែតគេឲ្យគ្រប់គ្រាន់អាហ្នឹងជីហើយញ៉ាំឲ្យទៀងទាត់ ជីតោជីអីកើតឥឡូវជីតោ ឡើងជិះម៉ូតូរយឯណា ពីមុនជីអត់បាន បងឮពីមុនថាស្រក់គីឡូខ្លាំងឯងពេលឈឺ គីឡូនៅសល់តែ46 47 ចុះឥឡូវប្រហែល ឥឡូវ64គ្រូ 64 ឥឡូវងើបតិចមើលបងឡើងជីងបានជឿ ឡើង17គីឡូ បាទឥឡូវឡើងជីងសិនបានជឿបាទពីមុនស្រកសល់តែ40ជាងឯង 47 64 7គីឡូហ្នឹងហើយ បាទ ឥឡូវឡើង64នេះ អាយ៉ា ឡើងគីឡូពិតបងប្អូនបាទ មើលសាមុនអានេះអីឡើង ពីមុនឈឺសល់ហ្មង40ហ្មង 46 មានរូបថតទេបង 47ទៅ បានថតទៅតែកូនឡើងតែខ្វាយខ្វល់ពីគាត់ឈឺប៉ុនកូន កូនលួចថតដែរតែខ្ញុំ ខ្ញុំចាំមើលសុំរូបថតកូនតិចបាទ ខ្ញុំឲ្យលុបខ្ញុំថាអពមង្គលពេក គាត់អត់ទៅពេក មើលទៅដេក ណាកូនមួយណា សទូពួយ ជួស្រែ មិនកូននេះឯង ណែបងប្អូនឥឡូវសប្បាយពេញផ្ទះហើយណាបាទនិយាយទៅគឺមានស្នាមញញឹមវិញហើយឮពីមុនបងគាត់ថាចង់បញ្ចប់ជីវិតបញ្ចប់អីមានន័យថាអ្នកឈឺគឺពិបាកមែនទេបងប្អូនពិបាកក្នុងខ្លួនណា ឥឡូវមានអីរស់ហើយបានប្រកបមុខរបរទៀត នៅលើនេះគាត់ចូលមកលេងណាគាត់ថាកូនអើយកូនកុំបញ្ចប់ជីវិតអីទុកមុខឲ្យកូនមើលទៅធ្វើអីមិនកើតបាននៅផ្ទះ បាទ គាត់ទៅបានកូនហៅពុកហៅម៉ែ ហើយឆ្នាំសមាទោសឆ្នាំសម្រាប់ខ្លួនហ្នឹងតែងរួចហើយ ឆ្នាំស្មៅ បាញ់ស្មៅបាទ អូ ស្មៅ ដល់បាក់ពេកលេងស្រាយ បងជើញមកវិញមកបង លេខឆ្នាំស្មៅរួចប្រងថាទៅផ្ទះណាគេមានកាភ្លើងអីទៅប្លន់គេឲ្យគេបាញ់ឲ្យងាប់តែហ្មង អី អុយអាពេលគេកំពុងកើតសង្គ្រាមហ្នឹងថាគេទៅជួមុខឲ្យខ្លួនឯងមិនបាច់ចាំមើលគេទេគេទៅជួមុខមើលទៅគេបាញ់មកគេហត់ទៅត្មងឲ្យគេបាញ់ឲ្យត្រូវ បាយហូហេ បាទឈឺដល់ថ្នាក់ គាត់ពិបាកខ្លួន ឥឡូវយើងរោបញ្ចប់ជីវិតឥឡូវក្រោយពីរោបញ្ចប់ជីវិតហើយប៉ុន្តែឥឡូវបានជីវិតមកវិញហើយ បាទ បាទឥឡូវបងមានអារម្មណ៍អីដែរឥឡូវ អូយសុបាយហ៎គ្រូ និយាយចេញពីអារម្មណ៍មានការបោកណា អត់មានទេគ្រូ មានក៏ ស្បន់ផ្ទះបាញ់ណា បាទអូច្បាស់ណាស់គ្រូហ៊ានស្បន់ ហ៊ានស្បត់ បាទ បើផ្ទះបាញ់ទាំងអ្នកនិយាយទាំងអ្នកថតទាំងដែរនេះ បាទបាញ់ទាំងអស់ អត់ប្រាស់ទេបាទយើងចូលមកផ្ទាល់តែម្ដងហើយបងប្រុសហើយនឹងបងស្រីគាត់ប៉ិតជាឈឺមែនជាពិសេសគឺបងប្រុសគាត់អ្នកឈឺផ្ទាល់ហើយប្រពន្ធនោះក៏គាត់មើលថែបងបាទហើយដឹងពីសុខទុក្ខមែនតើហើយឃើញថាទាំងបងប្រុសគាត់ពិបាកចិត្តឥឡូវគាត់ជាបងប្អូនជា អីជា100%ហើយតស៊ូញ៉ាំលេងទៀតទៅហើយតពិនិត្យសុខភាពផងណាបង បាទ បាទការៈបងនេះជីហើយ បាទ ដល់ជីហើយទៅ អរគុណបងអញ្ចឹងពីខាងក្រុមហ៊ុនយើងជូនថ្នាំមកកំប៉ុងធំទៀតបាទលើថាបងមិញថាជា98ហើយឥឡូវថែមមកកំប៉ុងនេះទៀតថែម 100% ទៀតបាទ ជាដាច់មក ដាច់ម៉ាក់ បាទអរគុណច្រើនបងប្អូនទាំងអស់គ្នាអញ្ចឹង បងស្រីបងប្រុសទាំងអស់គ្នាណាបាទ បាទបងប្អូនដែលត្រូវការជាមួយនឹងម្សៅរុក្ខជាតិដើមសម្ោចអាចរកទិញបាននៅតាមបាទសុទ្ធស្ថាននានាបាទសុទ្ធស្ថាននានានៅតាមក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តអីផ្សេងៗបាទ ស្ថានៈដែលមិនទាន់មានទេតោងមក បាទអញ្ចឹងសម្រាប់សុទ្ធស្ថានបាទផ្សេងៗដែលមិនទាន់មានអាចទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងបានបាទអរគុណច្រើនជម្រាបលាបាទ ជម្រាបលាបងអរគុណបង បាទជម្រាបលាទាំងអស់គ្នាបងបាទ